ឱកាសខែដែលនាំមកនៅភាពជោគជ័យផលិតផលការលក់ការធ្វើទីផ្សារបណ្ដាញនិងការវិនិយោគទៅលើអចលនទ្រព្យប៉ុន្តែក៏គួរប្រុងប្រយ័ត្នចំពោះការប្រែប្រួលធំការប៉ះទង្គិចផ្ទាល់ជាមួយនឹងភាពមិនចុះសម្រុងនិងសម្ពាធខាងក្រៅបញ្ហាឧបសគ្គការរារាំងផលរំខានផ្លូវច្បាប់រដ្ឋបាលការបែកបាក់ខូចខាតបាត់បង់ទ្រព្យសម្បត្តិការរំខានដល់ផែនការដែលមិនមានបានរៀបចំទុកជាមុននោះគឺជាជោគជតារាសីឆ្នាំឆ្លូវប្រចាំខែ7ខែកក្កដាឆ្នាំ2026 Subscribe Channel បន្តជួយរូបបណ្ដឹងលោកអ្នកនឹងទទួលបានវីដេអូថ្មីៗជាបន្តមុនគេមុននឹងពួកយើងធ្វើការវិភាគជោគជតារាសីឆ្នាំឆ្លូវរបស់លោកអ្នកស្ថិតនៅក្នុងខែ7ខែកក្កដាឆ្នាំ2026ថ្លែងអំណរគុណចំពោះមិត្តភ័ក្តិបងប្អូននិង fan គ្រប់គ្នាទាំងអស់ដែលបាន Subscribe Channel ដែលបាន Like Share ព្រមទាំង Comment ល្អៗនៅលើ Channel លោកផងដែរនៅក្នុងខែ7នេះរាសីឆ្នាំឆ្លូវរបស់លោកអ្នកក្រោមអធិពលនៃខែមមែដែលចូលមកបានភ្ជាប់មកជាមួយនឹងជោគជតារាសីធម្មពលធាតុដីធាតុភ្លើងហើយនិងធាតុឈើនៅក្នុងនោះផងដែរយើងឃើញថាឱកាសធំបានភ្ជាប់មកជាមួយនឹងធម្មពលធាតុដីនៅឱកាសនៅក្នុងការវិនិយោគទៅលើអចលនទ្រព្យភាពជោគជ័យស្ថិតនៅក្នុងកិច្ចការងារទទួលបានលទ្ធផលក្រោមអធិពលនៃធាតុភ្លើងដែលបានផ្ដល់មករួមទាំងការផលិតនិងការលក់ចាត់ចែងប័ណ្ណការលក់នៅលើអនឡាញជាដើមហើយធម្មពលរាសីធាតុឈើបានបង្ហាញអំពីមិត្តភ័ក្តិបណ្ដាញឱកាសនៅក្នុងការប្រើប្រាស់កម្លាំងពលកម្មនិងសមត្ថភាពរបស់មនុស្សនៅក្នុងសង្គមដើម្បីឲ្យកើតចេញជាប្រយោជន៍នៅក្នុងនោះផងដែរសម្រាប់ខែ7រាសីឆ្នាំឆ្លូវរបស់លោកអ្នកនឹងវាអាចមានការប៉ះទង្គិចខ្លាំងដែលនាំមកឲ្យមានការផ្លាស់ប្ដូរភាពវឹកវរឬក៏ការប្រែប្រួលក្នុងឆាកជីវិតរួមទាំងការងារលំនៅឋាននិងមុខរបររកស៊ីហើយក៏ងាយជួបនឹងបញ្ហាតាក់ទងនឹងផ្លូវច្បាប់កិច្ចការដែលយល់ច្រឡំមានទំនាស់ពាក្យសម្ដីជាមួយអ្នកដទៃមានឧបសគ្គរាំងស្ទះឬក៏ធ្វើអ្វីតែងតែជួបភាពតល់ច្រកឬក៏ត្រូវចំណាយកម្លាំងនិងពេលវេលាច្រើនជាងមុនអាចសម្រេចចិត្តនៅក្នុងកិច្ចការងារនោះបានអញ្ចឹងយើងឃើញថានៅក្នុងសេចក្តីដែលយើងគួរយល់ដឹងបន្ថែមថានៅក្នុងខែ7នេះវាអាចនាំមកនៅការខាតបង់ធំឬក៏ជានិមិត្តនៃការចំណាយខ្ពស់ខុសធម្មតាប្រឈមនឹងការខាតបង់នៅក្នុងការវិនិយោគនៅក្នុងទ្រង់ទ្រាយធំឬក៏គួរជៀសវាងការលេងល្បែងស៊ីសងឬក៏ការបោះទុននៅក្នុងហានិភ័យដែលខ្ពស់នៅក្នុងនោះផងដែរគឺបង្ហាញអំពីការខូចខាតទ្រព្យសម្បត្តិសម្ភារៈឬក៏ប៉ះពាល់ទៅដល់ទំនាក់ទំនងជាមួយមនុស្សដែលនៅជុំវិញខ្លួនយ៉ាងណាមិញគឺថាវាធ្វើឲ្យប៉ះពាល់ទៅដល់អារម្មណ៍អ្នកមានអំណាចឬក៏មេកោយដោយអចេតនាឬក៏នាំឲ្យគេខឹងឬក៏មានការរិះគន់ដូច្នេះហើយភាពទុកព្រួយខ្វាយខ្វល់និងភាពធ្លាក់ចុះឬក៏ឆាប់អបសោកឯកោឬក៏អារម្មណ៍ដែលមិនសូវសប្បាយចិត្តអារម្មណ៍វិជ្ជមានដែលនាំឲ្យមានភាពតានតឹងរកម្មរកុសនៅក្នុងគ្រួសារនិងបញ្ហាសុខភាពបន្តិចបន្តួចជាពិសេសការយល់ច្រឡំជាមួយនឹងមនុស្សស្រីផងដែរដូច្នេះហើយកត្តាធំទាំង6ដែលស្ដែងចេញជាភាគរយនៅជោគជតារាសីឆ្នាំឆ្លូវរបស់លោកអ្នកស្ថិតនៅក្នុងខែ7នេះគឺមានដូចជាទី1យើងសម្ដៅទៅលើគោលបំណងនៃជីវិតយុទ្ធសាស្ត្រផែនការគោលដៅការងារឱកាសនៅក្នុងឆាកជីវិតរបស់លោកអ្នកព្រមទាំងឱកាសនៅក្នុងការវិនិយោគក្តីបានផ្ដល់ឲ្យលោកអ្នកបាន 45% នឹងឡើងទៅឱកាសធំទី2ដែលតាក់ទងជាមួយនឹងលុយកាក់ទ្រព្យសម្បត្តិហិរញ្ញវត្ថុនិងសេដ្ឋកិច្ចរបស់លោកអ្នកស្ថិតនៅក្នុងខែ7រាសីឆ្នាំឆ្លូវទទួលបាន 80%កត្តាធំទី3ដែលតាក់ទងជាមួយនឹងទំនាក់ទំនងស្នេហាឱកាសនៅក្នុងការធ្វើទីផ្សារប័ណ្ណការលក់គឺលោកអ្នកទទួលបានឱកាស 45% ឡើងទៅឱកាសធំទី4ដែលតាក់ទងជាមួយនឹងកត្តាគ្រួសារហើយនិងមិត្តភ័ក្តិរាសីឆ្នាំឆ្លូវរបស់លោកអ្នកនឹងគឺទទួលបាន 85% កត្តាធំទី5ដែលតាក់ទងជាមួយនឹងគេឈ្មោះសិទ្ធិអំណាចការងារមុខរបរតាក់ទងជាមួយនឹងសុខភាពសម្បទាកាយសម្បទាភាពស្រស់ស្រាយនៅក្នុងជីវិតលោកអ្នកដែលកើតនៅក្នុងរាសីឆ្នាំឆ្លូវទទួលបាន 85% កត្តាធំទី6ដែលតាក់ទងជាមួយនឹងការចូលរួមចំណែកនៅក្នុងសង្គមសកម្មភាពនៅក្នុងការបរិច្ចាគឬក៏សមត្ថភាពនៅក្នុងការផលិត
ការចែកចាយការលក់ប័ណ្ណការលក់ជាពិសេសប័ណ្ណការលក់នៅលើអនឡាញលោកអ្នកនឹងទទួលបាន85%នឹងឡើងទៅអញ្ចឹងយើងឃើញថាយើងនៅធ្វើការបកស្រាយលម្អិតស្ដីអំពីជោគជតារាសីឆាំឆ្លូវរបស់លោកអ្នកនៅរឿងល្អនិងរឿងមិនល្អដែលយើងត្រូវប្រុងប្រយ័ត្នព្រមទាំងដំណោះស្រាយដែលកើតចេញពីកត្តាធំទាំង6សម្រាប់លោកអ្នកយ៉ាងពិសេសនាពេលបន្តិចទៀតនេះចឹងយើងឃើញថាយើងកំពុងតែព្យាករបកស្រាយវិភាគជោគជតារាសីឆាំឆ្លូវរបស់លោកអ្នកស្ដីអំពីការកសាងកេរ្តិ៍ឈ្មោះការប្រើប្រាស់ការទទួលបានគេមរតកអចលនទ្រព្យទំនាក់ទំនងលក់ប័ណ្ណការលក់ជាមួយនឹងអតិថិជនការកសាងទំនាក់ទំនងជាមួយមិត្តភ័ក្តិនៅខាងក្រៅទំនាក់ទំនងការងារក្នុងក្រៅប្រទេសជាមួយចៅហ្វាយនាយអ្នកមានអំណាចបណ្ដាញសង្គមទាំងអស់នេះសិតតែត្រូវបានបកស្រាយរឿងកិច្ចការងាររាល់ការងារធ្វើដំណើរចិត្តឆ្ងាយសិតតែត្រូវបានបកស្រាយហើយនៅក្នុងរឿងទាំងអស់ហ្នឹងវាមានរឿងល្អនិងមានរឿងមិនល្អដែលយើងត្រូវប្រុងប្រយ័ត្នឥឡូវយើងពិនិត្យមើលនៅក្នុងរឿងល្អជាមុនសិនបាទនៅក្នុងរឿងល្អទាំងឡាយហ្នឹងស្ថិតនៅក្នុងកិច្ចការងាររបស់រិស័យឆ្នាំឆ្លូវរបស់លោកអ្នកហ្នឹងទទួលឥទ្ធិពលស្ថិតនៅក្នុងអ្វីដែលទទួលបាននៅឱកាសនៅក្នុងការវិនិយោគបាទឱកាសនៅក្នុងការវិនិយោគសម្រាប់អចលនទ្រព្យស្ថិតនៅក្នុងខែ7នេះស្ថិតនៅលើថ្ងៃណាខ្លះបាទចឹងឱកាសនៅក្នុងការវិនិយោគនោះស្ថិតនៅលើថ្ងៃទី4បាទហើយនៅថ្ងៃទី24ចឹងសម្រាប់ឱកាសនៅក្នុងការតំណែងតំណងប្រើប្រាស់នៅការកសាងប្រភពប្រាក់ចំណូលអកម្មជាពិសេសគឺថាការលក់ franchise ការលក់កម្មសិទ្ធិបញ្ញាអីទាំងអស់ហ្នឹងមុខរបរតាក់ទងនឹងការជួលការប្រើប្រាស់អចលនទ្រព្យរបស់យើងថាកើតមាននៅក្នុងថ្ងៃណាខ្លះថាក្នុងចំណោម31ថ្ងៃនៃខែ7ហ្នឹងយើងមានឱកាសធំចំនួន3ថ្ងៃហើយសិតតែជាថ្ងៃល្អណាគឺចាប់ផ្ដើមចេញអំពីថ្ងៃទី8 18និងថ្ងៃទី28អញ្ចឹងសម្រាប់ការកសាងគេឈ្មោះតំណែងជាមួយចៅហ្វាយនេះអ្នកធំថ្នាក់លើឬក៏ការប្រម៉ូទយើងត្រូវបានគេលើកតម្កើងឡើងកិត្តិយសគេឈ្មោះនឹងឋានៈទទួលបានការកោតសរសើរចេញអំពីថ្នាក់លើថ្ងៃទាំងអស់នោះស្ថិតនៅក្នុងថ្ងៃណាខ្លះថាស្ថិតនៅក្នុងថ្ងៃទី16នៅក្នុងចំណោម31ថ្ងៃហ្នឹងដែលទទួលបានឱកាសហ្នឹងបាទអញ្ចឹងហើយនៅក្នុងការដែលយើងទទួលភាពជោគជ័យការលក់ការសបផ្សាយប័ណ្ណការលក់ជាដើមបាទឱកាសនៅក្នុងភាពមានបានទាំងអស់នោះវាកើតមានឡើងចំពោះរិស័យឆ្នាំឆ្លូវរបស់លោកអ្នកបាទស្ថិតនៅក្នុងថ្ងៃទី2និងថ្ងៃទី22បាទអញ្ចឹងឱកាសល្អៗសម្រាប់លោកអ្នកបន្ថែមនោះគឺថាទាំងអស់នោះស្ថិតនៅក្នុងកិច្ចការងារដែលតំណាងឲ្យការអំណាចឋានៈការឡើងទទួលបាននៅការសិទ្ធិគ្រប់គ្រងនៅក្នុងអាជីវកម្មឬក៏ជួយឲ្យម៉ាកយីហោឬក៏អាជ្ញាប័ណ្ណរបស់យើងនឹងមានភាពស្របច្បាប់និងទទួលបានការទទួលស្គាល់ខ្ពស់ហើយផ្កាយវង្គលក៏ជួយបង្កើនសមត្ថភាពកាយគ្រោះនឹងឲ្យខ្លាយជាលៀបទាញនៅមនុស្សខ្ពង់ខ្ពស់មកជួយជុំជ្រែងឬក៏ថ្នាក់លើឬក៏មានអតិថិជនធំជួយគ្រប់គ្រងព្រមទាំងដោះស្រាយបញ្ហារបស់យើងនឹងថែមទៀតផងហើយនៅក្នុងផងដែរវាអាចជួយបង្កើនសមត្ថភាពនៅក្នុងការដឹកនាំអធិពលនៅក្នុងការបញ្ជាឬក៏រួមផ្សំគ្នាជាមួយនឹងធម្មពលនៃអធិពលរបស់ផ្កាយមង្គលហ្នឹងវាធ្វើឲ្យយើងមានឱកាសភាពជោគជ័យខ្ពស់នៅក្នុងគម្រោងធំនឹងការវិលុកទីផ្សារថែមទៀតផងបាទជារឿងដែលយើងគួរប្រុងប្រយ័ត្នបន្ថែមនៅក្នុងកត្តាដែលបានរាយរាប់ខាងលើអំបញ្ញនេះគឺត្រូវប្រុងប្រយ័ត្នលើអីខ្លះចឹងគឺថាប្រុងប្រយ័ត្នចំពោះបញ្ហាយឺតយ៉ាវឧបសគ្គបន្តិចបន្តួចការប្រែប្រួលនៃផែនការភ្លាមនៅក្នុងបរិយាកាសការងារខាងក្រៅហើយក៏តំណាងឲ្យភាពប្រែប្រួលឡើងចុះលឿនដោយទឹកសមុទ្រអញ្ចឹងហើយគួរប្រុងប្រយ័ត្នចំពោះការបាត់បង់ហិរញ្ញវត្ថុភ្លាមការផ្លាស់ប្ដូរទីផ្សារដែលនឹកស្មានមិនដល់ដូចជាការលោភលន់ខ្លាំងពេកបាទតែលោភលន់ខ្លាំងពេកហើយគឺវាប្រែប្រួលហើយលទ្ធផលហ្នឹងវាអត់សមដូចចិត្តយើងទេចឹងក៏វានាំមកដល់ការរំខានគ្រោះថ្នាក់តូចតាចជាយថាហេតុនៅពេលធ្វើដំណើរឬក៏ខកខានដោយសារតែកត្តាខាងក្រៅដែលគ្រប់គ្រងមិនបានឬក៏ផលប៉ះពាល់ទំនាក់ទំនងនៅក្នុងនោះវាអាចមានការក្បត់ទំនុកចិត្តការយល់ច្រឡំឬក៏ការខ្វែងគំនិតគ្នាបន្តិចបន្តួចពីដៃគូសហការឬក៏មនុស្សនៅក្នុងរង្វង់ការងាររបស់យើងហ្នឹងវាអាចជួបសម្ពាធចេញពីអំពីថ្នាក់លើបាទអញ្ចឹងបរិយាកាសខាងក្រៅនេះមើលមិនឃើញដែលធ្វើឲ្យយើងអារម្មណ៍យើងនឿយហត់នៅក្នុងការដោះស្រាយហ្នឹង
mình trầmតែប៉ុណ្ណោះក៏ត្រូវប្រុងប្រយ័ត្នចំពោះការចាញ់បោកគេការកេងប្រវ័ញ្ចឬក៏ការលេបតបាក់ផលប្រយោជន៍ចេញអំពីសំណាក់ដៃគូប្រកួតប្រជែងនេះជាដើមបាទអញ្ចឹងទាំងអស់នេះរិស័យឆ្នាំឆ្លូវរបស់លោកអ្នកគួរយល់ដឹងនិងប្រុងប្រយ័ត្នចំពោះសេចក្តីទាំងអស់ហ្នឹងអញ្ចឹងកាលណាយើងដឹងសេចក្តីប្រយ័ត្នហើយយើងនឹងរកវិធានការឬក៏វិធីបង្ការទុកជាមុនអ្វីមកដល់យើងនឹងដោះស្រាយបញ្ហាទាន់ពេលវេលាបងប្អូនលោកអ្នកមនុស្សប្រុសស្រីដែលកើតនៅក្នុងរាសីឆ្នាំឆ្លូវសម្រាប់ការវិភាគរាសីឆ្លូវលោកអ្នកស្ថិតនៅក្នុងខែ7នេះគឺថាយើងយោងទៅតាមកត្តាធំទាំង6ហើយឥឡូវយើងកំពុងតែយកកត្តាទាំងអស់នោះយកមកវិភាគដែលស្ដែងចេញអំពីឱកាសនៅក្នុងការធ្វើអាជីវកម្មរបស់លោកអ្នកមុខរបររកស៊ីពាណិជ្ជកម្មឬក៏ការងារតំណែងតំណងបែបក្រៅប្រទេសការងារបែបសេរីភាពការងារនៅក្នុង office របស់យើងការទទួលទូនាទីមុខតំណែងការជួបជាមួយនឹងចៅហ្វាយនាយឬក៏ការងារដែលតាក់ទងជាមួយនឹងការសម្ដែងអញ្ចឹងការងារទាំងអស់នោះតើវាបង្ហាញអំពីការឡើងបុណ្យស័ក្តិឱកាសល្អស្ថិរភាពមុខជំនួញឬក៏ប្រាក់ចំណូលរកចំណេញនឹងទទួលបានកម្រិតខ្ពស់ទៅតាមការខិតខំប្រឹងប្រែងរបស់យើងដែរទេហើយបើសិនជាយើងក៏លេចមើលនៅក្នុងរឿងសង្គមគ្រួសាររបស់យើងវិញតើតំណែងគ្រួសារជាមួយឪពុកម្ដាយបងប្អូនសាច់ញាតិហ្នឹងល្អទេមានបង្អែករឹងមាំសម្រាប់លោកអ្នកទេឬក៏ត្រូវជួបរឿងមិនល្អយ៉ាងដូចម្ដេចខ្លះនៅក្នុងសាច់រឿងទាំងអស់ហ្នឹងកត្តាទាំងអស់ហ្នឹងដែលយើងគួរប្រុងប្រយ័ត្នបាទអញ្ចឹងយើងពិនិត្យមើលនៅក្នុងរឿងល្អជាមុនសិននៅក្នុងខែ7នេះរាសីឆ្នាំឆ្លូវរបស់លោកអ្នកទទួលឥទ្ធិពលពីខែមមេដែលភ្ជាប់មកជាមួយនឹងធម្មពលរាសីធាតុភ្លើងធាតុដីហើយនិងធាតុឈើអញ្ចឹងធាតុដីគឺបានបង្ហាញអំពីការវិនិយោគទៅលើអចលនទ្រព្យហើយដែលមានឱកាសស្ថិតនៅក្នុងបណ្ដាថ្ងៃដែលបានរ៉ាយរាប់មុននឹងបន្តិចមិញប៉ុន្តែយើងនៅតែបញ្ជាក់ដដែលថាស្ថិតនៅក្នុងថ្ងៃទី3 13និងថ្ងៃទី23ដែលឱកាសនៅក្នុងការរៀបចំតាក់ទងជាមួយនឹងការទទួលបានឱកាសនៅក្នុងការវិនិយោគធាតុដីហើយនៅថ្ងៃទី4បាទនិងថ្ងៃទី24បាទឱកាសទាំងអស់នេះសិតតែជាធម្មពលដែលយើងប្រើប្រាស់នៅក្នុងធម្មពលធាតុដីស្ថិតនៅក្នុងខែ7នឹងហើយសម្រាប់ឱកាសនៅក្នុងការរៀបចំចាត់ចែងការលក់បាត់ការលក់ការផលិតផលការប្រើប្រាស់បង្កើត system នៅក្នុងការផលិតការប្រើប្រាស់ robot ឬក៏ការប្រើប្រាស់បច្ចេកវិទ្យាការលក់ការ boost page ឬក៏ប្រើប្រាស់ social media ផ្សេងនៅក្នុងការផ្សព្វផ្សាយធ្វើទីផ្សារហ្នឹងគឺថាវាកើតមានឡើងស្ថិតនៅក្នុងថ្ងៃទី12និងថ្ងៃទី22ហើយសម្រាប់ការកសាងបណ្ដាញអភិវឌ្ឍធនធានមនុស្សបាទជួយនៅក្នុងសមត្ថភាពការងារផលិតក្តីតំណែងក្នុងទីផ្សារឬក៏ការផ្សព្វផ្សាយជាដើមឬក៏ការអភិវឌ្ឍធនធានបន្ថែមលោកអ្នកគឺអាចប្រើប្រាស់នៅក្នុងថ្ងៃដែលយើងឃើញថាស្ថិតនៅក្នុងថ្ងៃទី10ថ្ងៃទី20និងថ្ងៃទី30ទាំងអស់នេះគឺជាសមត្ថភាពឬក៏ថ្ងៃល្អដែលយើងអាចបង្កើនបណ្ដាញនិងសមត្ថភាពធនធានមនុស្សរបស់យើងនឹងគឺកាន់តែប្រសើរឡើងជាងមុនអញ្ចឹងនៅក្នុងរឿងល្អនេះស្ថិតនៅក្នុងខែ7សម្រាប់កិច្ចការងាររកស៊ីមុខរបរអាជីពការងារតាក់ទងជាមួយនឹងការងារ office ទាំងអស់មានផ្កាយមង្គលបាននាំមកនៅការបង្កើតតំណែងតំណងល្អកិច្ចសហប្រតិបត្តិការរលូននៅក្នុងរឿងការងារក៏មានន័យថាលោកអ្នកនឹងមានការគ្រប់គ្រងចេញអំពីដៃគូជំនួញនិងទទួលបានកិច្ចការងារកិច្ចសន្យានិងឱកាសល្អៗផងដែរផ្កាយមង្គលធំគឺបានតាក់ទាញហើយជួយកាត់បន្ថយគ្រោះឬក៏រំលាយផលអវិជ្ជមានហើយដែលធ្វើឲ្យយើងនឹងគឺមានផលល្អជាពិសេសនឹងគឺថាវាផ្ដល់គុណតម្លៃសម្រាប់គុណប្រយោជន៍ជាមួយនឹងបរិសុទ្ធវាជួយជុំជ្រែងគ្រប់គ្រងនិងសមត្ថភាពមានភាពលេចធ្លោការកសាងកេរ្តិ៍ឈ្មោះភាពជោគជ័យនៅក្នុងមុខរបរផ្កាយមង្គលនឹងគឺតំណាងឲ្យទ្រព្យសម្បត្តិភាពសុខស្ដំឋានៈខ្ពស់កាលណាវាបង្ហាញហើយវាធ្វើឲ្យយើងទទួលបានផលចំណេញនៅក្នុងអាជីវកម្មឬក៏មានអតិថិជនលំដាប់ខ្ពស់ណាគេហៅ premium customer ហ្នឹងគឺអ្នកគេហៅម៉ូយដុំម៉ូយលុយច្រើនបើយើងភាសាសាមញ្ញគេហៅថាម៉ូយខ្លាញ់អារបៀបអញ្ចឹងគឺនឹងទទួលបាននៅផលចំណេញល្អទាំងអស់ហ្នឹងឯងបាទយ៉ាងណាមិញនៅក្នុងរឿងកិច្ចការងារមុខរបររកស៊ីតំណែងតំណងតូចធំជាដើមក៏រិស័យឆ្នាំឆ្លូវរបស់លោកអ្នកហ្នឹងក៏គួរយកចិត្តទុកដាក់ដែរបាទជាពិសេសគឺថារឿងតំណែងតំណងជាមួយម្ដាយឬក៏ការងារជាមួយនឹងមនុស្សស្រីបាទឬក៏មិត្តភ័ក្តិស្រីដៃគូឬក៏យើងអាចភាសាមួយយ៉ាងទៀតហ្នឹងយើងអាចថាមានបើសិនជាមានគេហៅថាមនុស្សស្រីដែលមានអនាគតស្វាមីអីចឹងវាអាចមានអ្នកទី3ចូលជាតិចែកនៅក្នុងកិច្ចការងារហ្នឹងបាទពីព្រោះថាមួយម៉ែនឹងឆ្លូវស្ថិតនៅក្នុងខែដែលបង្ហាញអំពីការប្រជែងមានមនុស្សស្រីខាងក្រៅប្រជែងនៅក្នុងការងារ
ឬក៏ធ្វើឲ្យផ្លូវចិត្តយើងនឹងរង្គោះរង្គើនៅក្នុងសម្ព័ន្ធភាពសម្ព័ន្ធមិត្តស្នេហានោះបាទអញ្ចឹងរឿងមួយទៀតហ្នឹងគឺតាក់ទងជាមួយនឹងរឿងថាវាតំណាងឲ្យការផ្លាស់ប្ដូរការធ្វើដំណើរទាំងអស់នេះសិតតែជាស្ដីយើងប្រុងប្រយ័ត្នណាអញ្ចឹងវាតំណាងឲ្យការផ្លាស់ប្ដូរការធ្វើដំណើរការអភិវឌ្ឍទៅមុខនៅក្នុងកិច្ចការងារប៉ុន្តែវាបញ្ជាក់ឲ្យការផ្លាស់ប្ដូរទីលំនៅឬក៏ការពង្រីកទីផ្សារក្រៅតំបន់បាទអញ្ចឹងវាអាចមានចល័តចុះឡើងញឹកញាប់ទៅរកឱកាសថ្មីហ្នឹងអញ្ចឹងកាលណាយើងទប់បញ្ជាប់ចាប់បញ្ជាប់វាទៅជារឿងរំខានទៅជាធ្វើឲ្យយើងនឹងគឺខាតបង់នៅក្នុងសកម្មភាពទាំងអស់ហ្នឹងយើងគួរប្រុងប្រយ័ត្នបាទមួយទៀតហ្នឹងគឺថាវាល្អចំពោះគំនិតច្នៃប្រឌិតនិងយុទ្ធសាស្ត្រផ្លាយៗដែរក៏ប៉ុន្តែវាផ្អែកទៅលើសម្ភារៈឬក៏វាកម្រងខ្លះឬវាងាយប្រែប្រួលវាមិនសូវបានផលដោយការរំពឹងទុករបស់យើងបាទដូច្នេះបើសិនជាគ្មានការអនុវត្តជាក់ស្ដែងច្បាស់លាស់ទេអានឹងវាទៅជារឿងខាតដូចទៅយើងរឿងបថុយបឋានណាដោយអាកាសមកវាមកចូលមកយើងច្រើនហ្នឹងទៅយើងឃើញអូចំណេញដាក់ផ្លងទៅខាតអស់លីងបាទមួយទៀតហ្នឹងក៏វាអាចនាំមកអារម្មណ៍យើងហ្នឹងមួម៉ៅសៅមងតានតឹងយល់ច្រឡំបន្តិចបន្តួចជាមួយនឹងកន្លែងការងារហើយគួរប្រុងប្រយ័ត្នចំពោះការផ្សាយតាក់ទងជាមួយមនុស្សដែលនៅជុំវិញខ្លួនហើយក៏គួររំលឹកផងដែរឲ្យប្រុងប្រយ័ត្នខ្ពស់ចំពោះការធ្វើដំណើរនិងការសម្រេចចិត្តនៅក្នុងស្ថានភាពដែលបញ្ញាជៀសវាងវាមានបញ្ហាសុខភាពនិងឧបទ្ទវហេតុផ្សេងអាចកើតឡើងចំពោះលោកអ្នកបាទឥឡូវយើងពិនិត្យមើលជាកិច្ចបន្ទាប់ពិនិត្យមើលនៅក្នុងរឿងជីវិតផ្ទាល់ខ្លួនរបស់លោកអ្នកវិញម្ដងមិនថាជាប្តីប្រពន្ធឬក៏ដៃគូឬក៏ជាតំណែងតំណងក្នុងន័យដែលឈានទៅរកអាពាហ៍ពិពាហ៍បាទឬក៏យើងហៅថាសង្សារនោះអញ្ចឹងយើងឃើញថាសង្សារសង្ខារគឺជាមនុស្សដែលរួមគ្នាចិត្តតែមួយជាអ្នកដែលព្រមដើរនៅក្នុងជីវិតតែមួយដូច្នេះវាមិនខុសអីពីរឿងថាយើងនឹងត្រៀមលក្ខណៈទាំងឡាយហ្នឹងដើម្បីជីវិតជាគូនោះទេដូច្នេះហើយមុខមាត់ទូនាទីចិត្តកំណត់សុខភាពឧបនិស្ស័យភាពជោគជ័យឬក៏មុខរបររកស៊ីឬក៏ផែនការជីវិតក្រុមហ៊ុនកន្លែងគិតលុយភាគហ៊ុនជីវិតប្តីប្រពន្ធសុខភាពជំនួយទាំងអស់នេះវានឹងមានរឿងល្អនិងរឿងមិនល្អដែលនឹងអាចកើតមានឡើងចំពោះជីវិតរិស័យឆ្នាំផ្លូវរបស់លោកអ្នកអញ្ចឹងយើងពិនិត្យមើលនៅក្នុងរឿងល្អជាមុនសិនបាទនៅក្នុងខែ7នេះរិស័យឆ្នាំឆ្លូវរបស់លោកអ្នកតកតងជាមួយនឹងកត្តារឿងទាំងឡាយដែលបានរាយរាប់អំបញ្ញមិញនេះគឺលោកអ្នកនឹងជួបរឿងល្អថាមានផ្កាយមង្គលជាផ្កាយពរជ័យជួយឲ្យលោកអ្នកនឹងគឺថាទទួលបានឥទ្ធិពលនិងទទួលបានការគ្រប់គ្រងការពារជួយសង្គ្រោះរឿងដែលជួបបញ្ហាធំឲ្យខ្លាចជាតូចហើយតូចនឹងទៅជាគ្មានរឿងហើយតាក់ទាញមនុស្សល្អមកជួយជុំចែងទៀតនាំមកនៅសំណាងល្អសេចក្តីសុខផ្លូវចិត្តហើយជួយឲ្យយើងជួបតែភាពរលូនភាពបរិបូរណ៍សំណាងនៅក្នុងលៀបទទួលបានសំណាងនៅក្នុងអាហារនិងលុយកាក់មិនចេះខ្វះអញ្ចឹងទទួលបានឱកាសទាំងអស់នោះទទួលបានអ្វីខ្លះថាជាពិសេសគឺថាបានចេញអំពីមិត្តភ័ក្តិដែលមានអាយុសម្បាយើងឬក៏ប្អូនយើងតិចតួចហ្នឹងហើយកើតមាននៅក្នុងថ្ងៃណាខ្លះតែកើតមាននៅក្នុងថ្ងៃទី8 18និងថ្ងៃទី28នៅក្នុងរឿងល្អទាំងឡាយហ្នឹងគឺថាមានមុនស្នេហ៍មានភាពតាក់ទាញមនុស្សដែលនៅជុំវិញខ្លួនយើងងាយស្រួលក្នុងការតំណាក់តំណងការធ្វើទីផ្សារនិងការងារដែលត្រូវជួបជាមួយនឹងមនុស្សច្រើនភាពមានមុនស្នេហ៍បែបសេកស៊ីតាក់ទាញខាងផ្នែករូបរាងកាយខ្លាំងនឹងហើយអញ្ចឹងបើយើងប្រើទៅលើផ្លូវត្រូវវាជួយយើងលក់ដូរដាច់មានភាពល្បីល្បាញប៉ុន្តែបើយើងប្រើប្រាស់ខុសវិញវានាំឲ្យយើងមានបញ្ហាស្មុគស្មាញស្នេហាត្រីកោណរឿងអាស្រូវស្នេហាជាដើមនៅក្នុងរឿងមង្គលទាំងឡាយនេះថាផ្កាយមង្គលគឺថាជាផ្កាយដែលមានភាពចាស់ទុំដែលជួយឲ្យយើងនេះគឺថាសិក្សារៀនសូត្រអភិវឌ្ឍចំណេះដឹងមិនថាការសិក្សាទូទៅការផលិតក្បួនយុទ្ធសាស្ត្រផ្សេងនេះគឺថាយើងមានសេចក្តីល្អប្រសើរបាទអញ្ចឹងយើងមើលឃើញថាមនុស្សប្រុសស្រីដែលកើតនៅក្នុងរាសីឆ្នាំឆ្លូវសម្រាប់អ្នកដែលនៅលីវចង់ដូចថាមានឱកាសនៅក្នុងការដល់គូសម្រាប់មនុស្សស្រីវិញគឺថាលោកអ្នកនឹងអាចជួបមនុស្សប្រុសដែលជាអនាគតស្វាមីរបស់យើងជាព័ត៌មានបឋមវាមិនទាន់ថាល្អខ្លាំងយើងអាចថាក្នុងចន្លោះពី50ទៅ65%ទៅចោះព្រោះឱកាសនឹងយកទៅតាមត្រាំងបាជឺបានបង្ហាញឲ្យឃើញបែបនេះហើយឱកាសនឹងស្ថិតនៅក្នុងថ្ងៃណាខ្លះថាស្ថិតនៅក្នុងថ្ងៃទី16មានភាពលេចធ្លោច្រើនជាងគេដែលព័ត៌មាននោះវាពិតប្រាកដបើផុតពីថ្ងៃហ្នឹងអាហ្នឹងមិនសូវជាពិតប្រមាណទេយ៉ាងណាមិញបើបងប្អូនមនុស្សស្រី
đại caនៅក្នុងរិស័យឆ្នាំឆ្លូវមិនទាន់ត្រូវការដល់គូទេអញ្ចឹងមានន័យថាបងប្អូននឹងត្រូវបានអ្នកធំជួយយកអាសាណាជួយលើកតម្កើងផ្ដល់កិត្តិយសឡើងទូនីតិតំណែងឋានៈបើយើងអ្នករស់ស៊ីថាយើងលក់ដូរដាច់យើងដោះស្រាយបញ្ហាលំបាកឲ្យអតិថិជនបានបញ្ហាប្រឈមផ្សេងយើងត្រូវដោះស្រាយបានអញ្ចឹងបើដោះស្រាយបានស្មើនឹងគេទិញលុយជាលុយជាកម្រងអីផ្សេងទៅដោះស្រាយនឹងស្មើនឹងយើងទទួលបានលុយនៅក្នុងកម្រងនៅក្នុងការដោះស្រាយបញ្ហានឹងបានហើយបាទយ៉ាងណាមិញចំពោះមនុស្សប្រុសដែលកើតនៅក្នុងរាសីឆ្នាំឆ្លូវបងប្អូនត្រូវការអនាគតភរិយារបស់ខ្លួនវាអាចជួបពួកគាត់នៅក្នុងថ្ងៃទី4និងថ្ងៃទី14នៅក្នុងកិច្ចការងារទាំងឡាយហ្នឹងហើយក៏បានបង្ហាញថាការងារទាំងអស់នោះវាមិនទាន់ពិតប្រាកដ 100% ថាជាគូល្អប្រសើរនៅឡើយទេប៉ុន្តែយើងអាចពិនិត្យវិจัยមើលទៅតាមអត្តចរិតមាយាទរបស់មនុស្សស្រីនឹងផងដែរពីព្រោះថាគុណតម្លៃរបស់មនុស្សហ្នឹងគឺដែលយើងប្រើពីតាគុណធម៌ហ្នឹងគឺចរិយាឬក៏មេរយាទរបស់មនុស្សស្រីហ្នឹងហើយជាគុណធម៌បាទអញ្ចឹងយើងឃើញថាក៏យើងទៅសិក្សាទៅលើមនុស្សដែរហើយក៏យើងមិនអាចជឿនៅលើក្បួនទាំងស្រុងខ្វះសភាពពិតជាក់ស្ដែងនៅក្នុងការសម្រេចចិត្តនោះទេបាទអញ្ចឹងឲ្យបងប្អូនលោកអ្នកពិចារណាដោយបញ្ញារបស់ខ្លួនស្ថានភាពដែលយើងកំពុងតែរស់នៅផងដែរដូច្នេះនៅក្នុងរឿងនេះបើបងប្អូនស្ថិតនៅក្នុងវ័យកំពុងតែអភិវឌ្ឍមិនទាន់សម្រេចចិត្តដល់គូនៅឡើយអញ្ចឹងបញ្ជាក់ថាបងប្អូននឹងមានឱកាសរលួយបានច្រើននៅក្នុងការលក់ដូរដីឬក៏អចលនទ្រព្យឬក៏ទទួលបាន commission បាទគឺកម្រៃជើងផ្សារហ្នឹងឬក៏អ្នកដែលវិនិយោគបាទនៅលើអចលនទ្រព្យហ្នឹងទទួលបានការលក់ដូរដាច់ហើយមួយទៀតហ្នឹងក៏បង្ហាញដែរមុខរបររបស់យើងគឺទទួលបានការគ្រប់គ្រងចេញពីអតិថិជនស្មោះត្រង់បាទហើយបើសិនជាយើងរកស៊ីវិញគឺថាយើងលក់ដូរដាច់បាទលក់ដូរដាច់គឺថាសម្បូរម៉ួយស្មោះត្រង់សម្បូរអ្នកកំងការប្រើប្រាស់កិច្ចការងារការលក់ដូរនៅលើអនឡាញហ្នឹងគឺថាភាគច្រើនគឺអ្នកគេហៅថា B2B គឺ business to business មានន័យថាគេយកផលិតផលយើងហ្នឹងយកទៅផ្គត់ផ្គង់ចែកចាយបន្តទៅឲ្យអតិថិជនគេទៀតអញ្ចឹងលក់ទៅឲ្យអ្នកលក់ដូចគ្នាបាទនោះវាអញ្ចឹងនៅក្នុងថ្ងៃណាខ្លះបងប្អូនថាស្ថិតនៅក្នុងថ្ងៃទី12ថ្ងៃទី22ព្រមទាំងថ្ងៃទី4និង24បាទអញ្ចឹងទាំងអស់មាន4ថ្ងៃដែលយើងនឹងទទួលបានឱកាសនៅក្នុងការសាងប្រាក់ចំណូលយ៉ាងច្រើននៅក្នុងខែ7នេះបាទអញ្ចឹងនេះជាកិច្ចល្អដែលយើងត្រូវដឹងប៉ុន្តែយើងក៏ត្រូវដឹងសេចក្តីប្រុងប្រយ័ត្នដែរអញ្ចឹងប្រុងប្រយ័ត្នអីខ្លះបងប្អូនអញ្ចឹងយើងឃើញថាសេចក្តីដែលយើងគួរប្រុងប្រយ័ត្នបំផុតគឺចិត្តរបស់ខ្លួនយើងនឹងផ្ទាល់បាទចិត្តរីមាយមានប្តីមានប្រពន្ធហើយឃើញប្តីគេក៏ឃើញសប្បាយចិត្តរីករាយត្រេកត្រអាលនឹងរឿងខាងក្រៅឬក៏មិនដឹងទេគឺថាតាមទូរស័ព្ទតាមប្រព័ន្ធ social media ផ្សេងអញ្ចឹងទៅឃើញស្រីផ្សេងសម្រាប់មនុស្សប្រុសណាត្រេកត្រអាលឬក៏កើតសេចក្តីប្រច័ណ្ឌស្ថិតនៅក្នុងការងារទាំងឡាយដែលយើងប្រើប្រាស់លេខសើចខុសទំនងបាទអានឹងជារឿងហេតុអីបានមានទំនោរឬក៏ការព្យាករបែបនេះពីព្រោះថាអ្វីដែលបងប្អូនឃើញគឺថាមានផ្លូវដែលបង្ហាញអំពីអារម្មណ៍នៅខាងក្រៅជាមួយមនុស្សខាងក្រៅច្រើនជាងមនុស្សនៅក្នុងចិត្តរបស់យើងឬក៏ជាប្តីឬក៏ជាប្រពន្ធយើងបាទកាលណាតែនិយាយស្ដីយកចិត្តទុកដាក់ទៅលើមនុស្សខាងក្រៅនឹងច្រើនជាងអ្នកគ្រួសារខាងក្នុងប្រកាសជាមានបញ្ហាយល់ច្រឡំហើយអានឹងហើយដែលយើងឃើញថាវាជារឿងបញ្ហានោះអញ្ចឹងនៅក្នុងសេចក្តីដែលយើងគួរប្រុងប្រយ័ត្នបន្ថែមគឺតំណាងឲ្យឧបសគ្គតូចតាចតាក់ទងជាមួយនឹងរឿងការទីទើខានខ្វះការសម្រេចចិត្តដែលស្មោះត្រង់បាទវាយឺតយ៉ាវមានការព្រួយបារម្ភបង្កចេញអំពីកត្តាខាងក្រៅឬបរិស្ថានដែលនៅជុំវិញខ្លួនយើងនឹងជាពិសេសនឹងគ្រោះរសារសម្ដីនឹងហ្មងគ្រោះរសារមាត់ត្រូវប្រុងប្រយ័ត្នចំពោះពាក្យសម្ដីការនិយាយដើមការលេងសើចចាក់ចុចអុចអាលរស់ញុះញង់បាទចំនួនពាក្យសម្ដីឬការយល់ច្រឡំចេញអំពីអ្នកដតីជាមួយអ្នកដតីនេះមានក្រៅពីខ្លួនយើងហ្នឹងដែលថាប្តីយល់ច្រឡំជាលើប្រពន្ធច្រឡំប្តីយើងទៅឬមួម៉ៅអារឿងមុខរបររស់ស៊ីហ្នឹងណាចង់ចំណេញច្រើនវាទៅជាខាតឬក៏មានផលលំបាកនៅក្នុងរឿងទាំងអស់ហ្នឹងបាទអញ្ចឹងក៏វាជានិមិត្តសញ្ញានៃភាពសោកសៅការព្រួយបារម្ភអំពីសុខភាពរបស់មនុស្សដែលចិត្តដិតស្និទ្ធស្នាលជាមួយយើងឬក៏ជាសមាជិកគ្រួសាររបស់យើងបាទនេះជាអ្វីដែលយើងគួរយកចិត្តទុកដាក់ស្ថិតនៅក្នុង
សម្ព័ន្ធមិត្តសម្ព័ន្ធមិត្តឬក៏ស្ថិតនៅក្នុងរឿងសុភមង្គលនិងជីវិតគ្រួសាររបស់លោកអ្នកនឹងផងដែរបើយោងទៅតាមកត្តាធំទាំង6យើងកំពុងតែពិភាក្សានិងវិភាគជោគជតារិស័យរបស់លោកអ្នកឆ្នាំឆ្លូវយើងមើលទៅលើការវិនិយោគរបស់លោកអ្នកថាតើនឹងមានផលល្អដែរទេតកតងជាមួយនឹងរឿងនៅក្នុងការរៀបចំតំណែងតំណងដឹកនាំកូនចៅឬក៏ការវិនិយោគតំណែងតំណងនៅក្នុងការគ្រប់គ្រងដឹកនាំការប្រើប្រាស់ដើមទុនឬក៏ការរៀបចំកិច្ចការងារទាំងឡាយតាក់ទងជាមួយយុទ្ធសាស្ត្រគោលបំណងនៃជីវិតមហិច្ឆតាហើយនៅក្នុងវ័យចាស់របស់លោកអ្នកនេះគឺថាមានទ្រព្យសល់នៅក្នុងការចែកកូនចៅឬក៏គេមរតកសម្រាប់អ្នកចំនួនក្រោយដែរទេតែតំណែងជាមួយបុគ្គលិកនៅក្រៅបង្គាប់តើល្អឬក៏មិនល្អចំណុចទាំងអស់នេះគឺវាបានជះឥទ្ធិពលពីរយ៉ាងនៅក្នុងនោះគឺមានរឿងល្អនិងមានរឿងដែលយើងគួរប្រុងប្រយ័ត្នដូចគ្នាដែរអញ្ចឹងយើងឃើញថាស្ថិតនៅក្នុងរឿងល្អវាបានបង្ហាញឲ្យឃើញថាស្ថិតនៅក្នុងខែ7នេះសម្រាប់កត្តាដែលបានរ៉ាយរាប់ខាងលើអំបញ្ញមិញនេះបានផ្ដល់នូវឱកាស4យ៉ាងធំក្នុងពេលតែមួយអាស្រ័យទៅលើធាតុដែលបងប្អូនត្រូវការតែប៉ុណ្ណោះអញ្ចឹងនៅក្នុងនោះផងដែរគឺឱកាសនៅក្នុងការគ្រប់គ្រងដឹកនាំសិទ្ធិអំណាចនេះគឺបែបអំណាចទុនបាទអំណាចដែលធ្វើការនៅក្នុង office បាទมันសូវជាតាក់ទងជាមួយនឹងការបញ្ជាទ័ពនោះឡើយអញ្ចឹងអំណាចទាំងអស់នោះកើតមានឡើងស្ថិតនៅក្នុងថ្ងៃណាខ្លះសម្រាប់ខែ7នៅជោគជតារិស័យឆ្នាំឆ្លូវរបស់លោកអ្នកអញ្ចឹងអំណាចទាំងអស់នោះវាបើកខ្លាំងស្ថិតនៅក្នុងថ្ងៃទី5បាទនិងថ្ងៃទី25ឱកាសនៅក្នុងការរៀបចំដឹកនាំការងារឱកាសការងារឬក៏ឱកាសជួបជាមួយនឹងអតិថិជននៅក្នុងការដែលយើងប្រើប្រាស់ផលិតផលសម្រាប់នៅក្នុងការវិនិយោគហ្នឹងបាទមួយទៀតគឺឱកាសនៅក្នុងការប្រើប្រាស់ទ្រព្យសម្បត្តិរបស់យើងដែលមានស្រាប់មានន័យថាយើងអាចយកផ្ទះយកទ្រព្យទីតាំងអគាររបស់យើងនឹងប្រើប្រាស់ដើម្បីផលិតលុយបាទឬក៏ជួលបានលុយមានន័យថាយើងអាចរៀបចំកិច្ចការងារទាំងអស់ហ្នឹងការជួលនៅក្នុងរយៈពេលខ្លីៗឬក៏ហៅបុគ្គលិកនៅក្នុងកិច្ចការងារដែលធ្វើការនៅក្នុងទីតាំងរបស់យើងផ្ទាល់ហ្នឹងដែលប្រើប្រាស់សម្រាប់បង្កើតលុយអញ្ចឹងទីតាំងទាំងអស់នោះកើតមានជាប្រភពប្រាក់ចំណូលឲ្យយើងនឹងលេចធ្លោក្នុងចំណោម31ថ្ងៃស្ថិតនៅលើថ្ងៃណាខ្លះថាស្ថិតនៅលើថ្ងៃទី3ថ្ងៃទី13និងថ្ងៃទី23ទាំង3នេះគឺសិតតែជាថ្ងៃល្អដែលនាំឲ្យយើងកើតទ្រព្យកើតលុយបាទឱកាសមួយទៀតគឺនៅក្នុងការតំណែងតំណងជាមួយនឹងកូនចៅមនុស្សបរិវារប្រុសស្រីអញ្ចឹងបើសិនតែយើងជាតកែស្រីយើងល្អទៅថានិយាយជាមួយអ្នកមានសមត្ថភាពជាស្រីហ្នឹងគឺមានឱកាសច្រើនហើយបើយើងជាប្រុសក៏ដូចគ្នាដែរបើយើងជាប្រុសមានន័យថាយើងតំណែងតំណងជាមួយប្រុសដែលមានឯកទេសមានជំនាញហ្នឹងឆាប់ត្រូវគ្នាជៀសវាងដែលថាតកែប្រុសនិយាយជាមួយនឹងបុគ្គលិកស្រីអ្នកជំនាញស្រីវារៀងមានអារម្មណ៍ស្ទាក់ស្ទើរមិនជឿមិនទុកចិត្តអីខ្លះអញ្ចឹងទៅឬក៏ថកែស្រីនិយាយជាមួយបុគ្គលិកប្រុសអញ្ចឹងទៅអាចបុគ្គលិកដែលមានជំនាញហ្នឹងថាមិនសូវទុកចិត្តសមត្ថភាពអញ្ចឹងទៅមើលឃើញតែប្រុសអីអញ្ចឹងណាអញ្ចឹងតំណែងតំណងល្អនោះគឺជាមួយមនុស្សដែលមានភេទដូចគ្នានឹងឯងនៅក្នុងន័យដែលឆាប់យល់គ្នាបាទអញ្ចឹងឱកាសនៅក្នុងការកសាងបណ្ដាញកិច្ចការងារតូចធំទាំងឡាយបានបង្ហាញលោកអ្នករិស័យឆ្នាំឆ្លូវស្ថិតនៅក្នុងថ្ងៃទី10 20និងថ្ងៃទី30មានឱកាសនៅក្នុងការកសាងបណ្ដាញឬក៏ការកសាងចំនួនទៅលើអ្វីដែលយើងមានធ្លាប់មានស្រាប់នៅក្នុងការអភិវឌ្ឍនិងពង្រឹងបន្ថែមសម្រាប់ឱកាសនៅក្នុងការប្រើប្រាស់អចលនទ្រព្យប្រើប្រាស់ការជួលទិញលក់ទាំងអស់នេះគឺជាគេថាប្រើប្រាស់ប្រភពប្រាក់ចំណូលអកម្មរបស់យើងជាពិសេសផ្ដោតទៅលើការជួលតាក់ទងជាមួយនឹងរឿងរថយន្តឬក៏ម៉ូតូក្តីឬក៏អ្វីដែលយើងអាចប្រើប្រាស់ក្នុងការជួលឲ្យគេធ្វើដំណើរជួលឲ្យគេនឹងជិះដើម្បីបានកម្រៃក្នុងមួយថ្ងៃអញ្ចឹងមុខរបរនៅរបៀបការជួលអញ្ចឹងជួលឡានជួលម៉ូតូជួលកង់អីអញ្ចឹងទៅរស់ស៊ីបានច្រើនណាមានប្រាក់កម្រៃច្រើនអញ្ចឹងឱកាសទាំងអស់នោះកើតមាននៅក្នុងថ្ងៃណាខ្លះដែលមានភាពលេចធ្លោដែលគេអាចចុះមកកុងត្រាជាមួយយើងដើម្បីការចំណាយជាប្រចាំខែដល់ប្រចាំឆ្នាំថាឱកាសនៅក្នុងការវិនិយោគទៅលើរឿងទាំងអស់ហ្នឹងគឺកើតមានឡើងនៅក្នុងថ្ងៃទី8 18និងថ្ងៃទី28បាទអញ្ចឹងសូមបញ្ជាក់ថាថ្មីត្បិតតែវាលេចឡើងនៅក្នុងថ្ងៃទាំងអស់នេះក៏ពិតមែន
ប៉ុន្មានមានន័យថា20 31ថ្ងៃហ្នឹងយើងប្រើប្រាស់បានតែ3ថ្ងៃហ្នឹងមិនមែនមានន័យថាអញ្ចឹងទេណាគ្រាន់តែថា3ថ្ងៃហ្នឹងវាមានភាពលេចធ្លោខ្លាំងដែលអាចផ្ដល់ផលប្រយោជន៍ឲ្យយើងទទួលបានប្រាក់កម្រៃឬក៏គម្រោងធំឬក៏ការចរចាសំខាន់ដែលយើងទទួលបានផលច្រើនតែប៉ុណ្ណោះឯងបាទអញ្ចឹងនៅក្នុងកិច្ចទាំងឡាយនេះគឺថាស្ថិតនៅក្នុងកត្តាទាំងអស់ដែលបានរាយរាប់ខាងលើក៏មានផ្កាយមង្គលជួយដោះស្រាយបញ្ហាហើយជួយកាត់បន្ថយផលអវិជ្ជមានបើសិនជាមានផ្កាយអាក្រក់អញ្ចឹងស្ថិតនៅក្នុងបញ្ហាគម្រោងការងារឬក៏ច្រកចេញនឹងមានដំណោះស្រាយទាន់ពេលវេលានៅក្នុងនោះផងដែរពេលដែលយើងដោះស្រាយបញ្ហាហ្នឹងផ្កាយមង្គលបានជួយផ្ដល់នៅគេឈ្មោះឋានៈបង្កើតឱកាសការងារបានការគោរពនិងការឡើងតំណែងនិងការទទួលបានស្នាដៃនៅក្នុងអាជីពនិងមុខជំនួញនេះផងដែរបាទយ៉ាងណាមិញមនុស្សប្រុសស្រីដែលកើតនៅក្នុងរាសីឆ្នាំឆ្លូវសម្រាប់ខែ7នេះសម្រាប់ការវិនិយោគសម្រាប់អាជីពការចាត់ចែងការងារតូចធំតំណែងតំណងជាមួយនឹងកូនចៅប្រុសស្រីមនុស្សនៅក្រៅបង្គាប់របស់យើងជាបុគ្គលិកមហិច្ឆតាគោលបំណងសម្រាប់ការរកស៊ីនៅក្នុងកិច្ចការងារចំនួនលឿនឬក៏ជាប្រភពប្រាក់ចំណូលបន្ថែមក៏គួរប្រុងប្រយ័ត្នបាទអញ្ចឹងសេចក្តីប្រុងប្រយ័ត្នគឺមានអីខ្លះទៅចឹងសេចក្តីប្រុងប្រយ័ត្ននោះគឺថានាំមកនៅការខាតបង់បន្តិចបន្តួចការកេងលួចបន្លំការយាយីពីជនខលខូចឬក៏ធ្វើឲ្យមានរបួសស្នាមឬក៏ស្លាកស្នាមតូចតាចគួរប្រុងប្រយ័ត្នចំពោះការគ្រប់គ្រងទ្រព្យសម្បត្តិហើយត្រូវយកចិត្តទុកដាក់នៅក្នុងរង្វង់មនុស្សដែលនៅក្នុងចំណោមការងារហ្នឹងបាទមានន័យថាយើងមិនមែនដាក់សេចក្តីទុកចិត្តនៅលើអ្នកជំនាញណាមួយទាំងស្រុងនោះទេគឺយើងត្រូវត្រួតពិនិត្យមើលកិច្ចការងារហ្នឹងបន្ថែមពីលើទៀតហើយក៏វាអាចថាសេចក្តីប្រុងប្រយ័ត្នទាំងអស់នោះគឺវាតំណាងឲ្យការដែលថាបង្កើតចំនួនដោយអចេតនាជាមួយអ្នកមានអំណាចឬក៏ថ្នាក់លើឬក៏ត្រូវដែលទាំងអស់នេះគឺយើងមានការរៀបចំកិច្ចការងារទាំងឡាយដែលឲ្យយើងនឹងមើលឃើញថាវាមានសេចក្តីដែលយើងគួរប្រុងប្រយ័ត្នត្រៀមទុកជាមុននឹងឲ្យបានច្រើនផងដែរអញ្ចឹងសេចក្តីប្រុងប្រយ័ត្ននេះគឺថាវាអាចមានសម្ពាធអារម្មណ៍យើងសម្ពាធឲ្យគ្មានអ្នកយល់ចិត្តនៅក្នុងការបង្កើតគម្រោងឬក៏អាជីពផ្ទាល់ខ្លួនបាទហើយជារឿយនេះគឺថាចូលចិត្តធ្វើការងារម្នាក់ឯងអញ្ចឹងអារឿងហ្នឹងវាជាបំផុតទេប៉ុន្តែយើងត្រូវដឹងថារឿងមួយចំនួនវាមិនអាចសម្រេចដោយយើងតែម្នាក់នោះទេវាត្រូវមានការចូលរួមជាមួយគ្នាបាទអញ្ចឹងយើងឃើញថាអារម្មណ៍វាអាចសពបសពូនគួរជៀសវាងបើសិនជាអាចណារឿងចូលរួមនៅក្នុងពិធីបុណ្យសពទៅសួរសុខទុក្ខអ្នកជំងឺនៅមន្ទីរពេទ្យព្រោះថាបើរឿងទាំងអស់នេះវាអាចធ្វើឲ្យយើងខ្សោយធម្មពលយើងខ្សោយឬក៏យើងអាចថានិយាយភាសាមួយម៉ាត់ថាវាអាចមានគ្រោះភ័យដោយសាររឿងទាំងអស់ហ្នឹងពីព្រោះយើងដូចថាអាលេខយើងគេហៅយើងដាក់អរិយជនណាវាអញ្ចឹងរបៀបអញ្ចឹងយើងមិនទាំងបានស្អីក៏យើងក៏ទទួលផលអវិជ្ជមានត្រឡប់មកវិញទៅទៀតអញ្ចឹងហើយមួយទៀតគឺថាត្រូវប្រុងប្រយ័ត្នចំពោះវាបង្ហាញអំពីហានិភ័យនៃការមុតកបិតឬក៏របួសស្នាមការវះកាត់តូចតាចឲ្យគួរប្រុងប្រយ័ត្នចំពោះការប្រើប្រាស់វត្ថុមុតស្រួចឬក៏ការធ្វើដំណើរអញ្ចឹងវាតំណាងឲ្យរឿងថាភាពមិនប្រកបវិជ្ជាឬក៏ប្រែប្រួលនៅក្នុងលំហូរការងារចំណូលអាជីវកម្មគួររំលឹកប្រុងប្រយ័ត្នឲ្យខ្ពស់ពីតាក់ទងជាមួយនឹងទឹកជាពិសេសគឺថាហែលទឹកឬក៏ជិះទូកបាទនៅក្នុងខែ7ហ្នឹងរាសីឆ្នាំឆ្លូវរបស់លោកអ្នកនឹងក៏គួរប្រុងប្រយ័ត្នចំពោះឧបសគ្គនៃការប្រស័យតាក់ទងគ្នាវាអាចមានការយល់ច្រឡំបញ្ហារកម្មរកុសបន្តិចបន្តួចវាបង្កឲ្យមានទំនាក់ទំនងណាដែលបង្កើតឡើងដោយទំនាក់ទំនងជាមួយមនុស្សដែលនៅជុំវិញខ្លួនយើងហ្នឹងចឹងវាអាចឆ្លោះគ្នាមនុស្សដែលស្គាល់គ្នាហើយពេលខ្លះនិយាយកងសម្ដីគ្នាអញ្ចឹងទៅព្រោះមនុស្សវាមានច្រើនប្រភេទហើយយើងមិនអាចទៅសម្គាល់បានគ្រប់សាច់រឿងនោះទេដូច្នេះមនុស្សប្រុសស្រីដែលកើតនៅក្នុងរាសីឆ្នាំឆ្លូវដែលមានផ្កាជីវិតលេខ3របស់លោកអ្នកបងប្អូនលោកអ្នកបើចង់ប្រើប្រាស់ឬបើចង់រៀបចំកិច្ចការងារធំឲ្យបានល្អប្រសើរសុវត្ថិភាពសុភមង្គលការរកស៊ីមានបាននោះគឺគួរជៀសវាងធម្មពលអវិជ្ជមានឬក៏ទិសដែលធ្វើឲ្យរាសីរបស់យើងនឹងធ្លាក់ចុះអញ្ចឹងនៅក្នុងនោះគឺមានចំនួន4ទិសធំដែលយើងគួរប្រុងប្រយ័ត្នជាមុនបាទ
ចឹងសេចក្តីប្រុងប្រយ័ត្ននោះមិនមែនមានទេថាវាត្រូវតែមានគ្រោះឧបតវហេតុអ្វីហ្នឹងវាចង្រៃកើតមានឡើងចំពោះតែយើងគ្រប់ពេលនោះទេមិនមែនមានន័យអញ្ចឹងទេតែឲ្យយើងប្រុងប្រយ័ត្នថានេះជាហេតុកាលណាយើងប្រើប្រាស់នៅក្នុងទិសទាំងអស់ហ្នឹងយើងត្រូវទទួលស្គាល់ថាវាមានហេតុការណ៍ទាំងអស់នោះវាអាចកើតមានឡើងដោយកត្តាបញ្ហាផ្សេងខាងក្រៅដោយសារយើងធ្វេសប្រហែសដោយសារឧបករណ៍សម្ភារៈប្រើប្រាស់ហ្នឹងវាដល់អាយុកាលឬក៏វាមានបញ្ហាមួយចំនួនដែលវាផ្សំគ្នាជាមួយនឹងការធ្វេសប្រហែសរបស់យើងទៅវាកើតមានឡើងបែបនេះបែបនោះអញ្ចឹងទៅបាទអញ្ចឹងអារឿងទាំងអស់ហ្នឹងពេលខ្លះយើងអត់បានចាប់អារម្មណ៍ទេហើយយើងក៏ប្រើពាក្យសរុបមួយសេចក្តីថាមួយម៉ាត់ថាសយឬក៏មានបញ្ហាអញ្ចឹងទៅអញ្ចឹងនៅក្នុងទិសដែលមិនល្អដែលនាំឲ្យរិស័យរបស់យើងធ្លាក់ចុះមនុស្សប្រុសស្រីដែលកើតនៅក្នុងរិស័យឆ្នាំឆ្លូវមានការជីវិតលេខ3នោះគឺមានចំនួន4ទិសធំដែលយើងគួរជៀសវាងអញ្ចឹងទិសធំទាំង4នោះគឺមានអីខ្លះទៅថាទី1គឺមិនល្អសម្រាប់ទិសខាងត្បូងលិចទី2ជើងលិចទី3ជើងកើតនិងទី4គឺទិសខាងលិចបាទអញ្ចឹងនៃសេចក្តីដែលមិនល្អនោះវាអាចនាំមកនៅគ្រោះថ្នាក់ការឆ្លោះប្រកែកបាត់បង់ទ្រព្យសម្បត្តិការខូចខាតរឿងរ៉ាវខកចិត្តញឹកញាប់ចំនួនបញ្ហាអគិភ័យផាត់ក្បត់ដៃគូមិនស្មោះត្រង់តាក់ទងជាមួយនឹងការបាត់បង់លុយកាក់ទ្រព្យសម្បត្តិដោយមិនដឹងខ្លួនបញ្ហាជះឥទ្ធិពលមិនល្អទៅដល់តំណែងទំនប់ប្រឈមនឹងរឿងក្តីក្តាមតាមផ្លូវច្បាប់ជំងឺស្កាត់ឈឺស្កាត់បៀតបៀនបាត់បង់ឱកាសគ្រោះថ្នាក់ធ្ងន់ជំងឺរ៉ាំរ៉ៃអីចឹងទៅអញ្ចឹងរឿងទាំងអស់នេះបើសិនជាយើងធ្វើវានឹងអាចប៉ះនៅក្នុងចំណោមទិសទាំង4ហ្នឹងដែលយើងគួរជៀសវាងសម្រាប់អ្នកដែលមានការជីវិតលេខ3អញ្ចឹងយើងឃើញថាសូមបញ្ជាក់ថាមិនមែនបងប្អូនមនុស្សប្រុសស្រីដែលកើតនៅក្នុងរាសីឆ្នាំឆ្លូវតែមួយយ៉ាងនោះទេឆ្នាំផ្សេងក៏អាចមានផ្កាយជីវិតលេខ3ដូចគ្នាដែរអញ្ចឹងចំពោះអ្នកដែលស្ដាប់មិនថាឆ្នាំឆ្លូវឬក៏ឆ្នាំផ្សេងឲ្យតែមានផ្កាយជីវិតលេខ3គួរប្រុងប្រយ័ត្ននិងជៀសវាងទិសទាំងអស់នេះដូចគ្នាផងដែរបាទយ៉ាងណាមិញនៅពេលដែលយើងមានសេចក្តីប្រុងប្រយ័ត្នហើយយើងមានជំនឿហើយយើងមានទំនុកចិត្តទាំងជំនាញទាំងពេលវេលាទាំងធនធានយើងអាចធ្វើទៅមានប្រសិទ្ធភាពពីព្រោះថាយើងបិទអំពើអាក្រក់យើងខ្សែគប់មនុស្សល្អអញ្ចឹងសេចក្តីល្អនឹងកើតមានឡើងសមស្របជាមួយនឹងបទពិសោធន៍ជីវិតជំនាញការងារសេចក្តីព្យាយាមរបស់យើងអញ្ចឹងវានឹងទទួលផលល្អសមស្របជាមួយនឹងការប្រើប្រាស់ទិសល្អនឹងផងដែរអញ្ចឹងដូច្នេះហើយទិសល្អធំទាំង4របស់មនុស្សប្រុសស្រីកើតនៅក្នុងរាសីឆ្នាំឆ្លូវដែលមានផ្កាយជីវិតលេខ3ហ្នឹងគឺមានចំនួន4ទិសដែរអញ្ចឹងទិសធំទាំង4នោះគឺមានទី1គឺទិសខាងត្បូងទី2ទិសខាងជើងទី3គឺទិសត្បូងកើតនិងទី4គឺទិសខាងកើតបាទអញ្ចឹងទិសទាំង4នោះមានន័យថាម៉េចដែលវាល្អហ្នឹងឧទាហរណ៍ថាទិសល្អធំទី1នេះគឺទិសខាងត្បូងទិសខាងត្បូងនេះបានជំរុញខាងផ្នែកលុយកាក់ទ្រព្យសម្បត្តិលាភសក្ការៈរីកចម្រើននៅក្នុងមុខរបរអាជីពនឹងមានភាពជោគជ័យខ្ពស់បាទអញ្ចឹងឲ្យតែតាក់ទងជាមួយនឹងលុយកាក់គ្រៀបលាភសក្ការៈនិងប្រភពប្រាក់ចំណូលនិងការអភិវឌ្ឍការរីកចម្រើនផ្សេងនេះគឺប្រើប្រាស់ទិសត្បូងនោះទៅហើយបើតាក់ទងជាមួយនឹងរឿងទិសខាងជើងវិញទិសខាងជើងនេះថានាំមកនៅសេចក្តីសុខមាលភាពជួបមនុស្សល្អមកជួយជុំជែងកាត់បន្ថយឬក៏ដោះស្រាយបញ្ហាជាមួយយើងចូលរួមសហការជាមួយយើងមានអ្នកគ្រប់គ្រងអញ្ចឹងមកហើយបើយើងប្រើប្រាស់ទិសល្អទី3ដែលជាទិសត្បូងកើតនេះទិសត្បូងកើតនេះនាំមកនៅសុភមង្គលតំណែងទំនល់ល្អជាមួយគ្រួសារមិត្តភ័ក្តិមនុស្សនៅក្នុងសង្គមមានសុភមង្គលស្នេហាយូរអង្វែងតំណែងទំនល់ល្អជាមួយមនុស្សដែលនៅជុំវិញខ្លួនយើងហើយមានគេជួយគ្រប់គ្រងជុំជ្រែងយើងទៀតបាទទាំងការលក់ការធ្វើទីផ្សារបិទការលក់អីហ្នឹងសិតតែយើងអាចប្រើប្រាស់នៅក្នុងទិសនឹងបានមួយវិញទៀតថាទិសល្អជាទិសខាងកើតជាទិសល្អសម្រាប់លោកអ្នកមនុស្សប្រុសស្រីដែលកើតនៅក្នុងផ្កាយជីវិតលេខ3នោះបាទទិសនេះនាំមកនៅការអភិវឌ្ឍស្ថិរភាពវាល្អសម្រាប់យើងរៀបចំតុធ្វើការកន្លែងផលិតកន្លែងស្រាវជ្រាវកន្លែងអនុវត្តរូបមន្តកន្លែងដែលយើងធ្វើតេស្តកន្លែងដែលយើងធ្វើសមាធិជាពិសេសការដឹកនាំវាមានស្ថិរភាពនៅក្នុងជីវិតដឹកនាំមានអំណាចមានការងារនៅក្នុងក្រុមហ៊ុនឬក៏វាមានស្ថិរភាពនៅក្នុងកិច្ចការងារតាក់ទងការគ្រប់គ្រងហិរញ្ញវត្ថុនោះផងដែរបាទទាំងអស់នេះគឺជារឿងដែលយើងគួរដឹងនិងគួរចងចាំល្អបន្ថែមទៅទៀតសម្រាប់មនុស្សប្រុសស្រីដែលកើតនៅក្នុងរាសីឆ្នាំឆ្លូវហើយបងប្អូនត្រូវការ
hồ si nó về lươn á rồi có miệng ở cả lọ nó không lọ chẳng dương do từ lọ bao dương tập không chầm nào tầng 4 á do mà nó vọt mình thay chẳng sầm rạp cái ca nghĩ để chạy tàu cho mỗi lối cả trọc sầm bát cả một bò rô si phim chụp chơi tầng lai bom ôn pra pra không từ lọ thông thì mỗi cái từ hàng tập bông nó máu hai pe dương tầm nẹt sầm cho mỗi nẹt để chạy tàu cho mỗi cầm rong ca sầm rạp chất cho hạt lấy kha lơ cách prom priêng cách sanh gia sầm khăn nữa bom ôn trái bài một từ trường có bán bài một từ trường lệch có bàn trong bom ôn chập toán đấy nè khi đừng ao dục ball đừng ca nghe rít đọc đào pop pol ở các lò prom kia mà chẳng dương pra từ thập bồn há dừng coi bài một từ thập bồn phong dương anh coi bài một từ trường lệch phong mà chẳng không chừng nào tầng pi từ nít bom ôn chơi được từ của là dương coi vì mà ai một dương miền các bạn pi bay bài từ nít phong bài từ nút phong đi chẳng dương chơi được ti tăng mùi há dừng coi bài một từ rồi ti tăng lò thay mùi tiệt chẳng sừng khâm ta bom ôn sạp vô lớn á dương miền từ hàng thập bồn và dương pra sau đó na tới tới dương bài na bài tới rồi có kia nó bài tới na bài tới bàn tay từ lò dương nó còn không trong hàng thập bồn bây để dương chơi bằng tốc ti tăng nơi hàng thập bồn năng ha hai à vậy để dương tới phơi bằng time pi hàng thập bồn đó nè dương bài một tay trứng rồi có dương bài một tay trứng là chẳng sự cái đây phần vô pi đòn ấy sự cam đã bong bồn chặt toàn đó nè bạn bần to một tiết bần sân để dương trong tay ca nè chui bên mà đòn nè chúa dương vô từ thập bồn từ đại một ạ là vót pe để dương pra pa từ thập bồn hai trong cô bầm non để dương chọn ai kỳ chui chẳng dư dương bài non từ hàng lệch có bán bài non từ trường cát có bàn chẳng sầm nú bắt ca ngó là bong bong ôn mánh khánh phép dương tha từ trường cát như ở lõ hay từ hàng lệch như ở lõ hay mấy ở lấy lõ bên nhái bong ôn ta đang tha không thằng ngay đây mình lọ mà phay bồn máu men mà phay bồn máu nữa mình lọ cướp máu nữa tê bằng bồn làm toàn đấy giang na mình nơi không khai phần pi này quay thấp bắt chỉ tư chân tay rồi bong bồn chỉ tư mình lọ bàn tay này không khai phần pi để bong bồn ai pra ban bằng bồn làm toán chẳng này cứ tha việc ba cả nơi không khai cực không thằng ngay đây là lọ dương cầm bông tay bằng hai nhầm pi cần lướt sầm khăn nơi không ca chui đầm bay ở bong bồn miền Paul bị giáoในโครงการปราบปรามทำมาปนจักรวาลបាទបន្ទាប់មកទៀតរឿងសំខាន់មួយទៀតគឺរឿងអាជីវកម្មការលក់ដូរដាច់ការផ្សព្វផ្សាយហ្នឹងគឺជារឿងសំខាន់ដែរបើយើងមានរបស់ហើយយើងអត់ដឹងទៅផ្សាយណាយើងអត់គេអត់ស្គាល់យើងតែយើងទៅលក់មិនកើតអញ្ចឹងយើងមើលណាបើសិនតាក់តងរឿងលក់ដូរទាំងអស់ហ្នឹងបងប្អូនប៉ាប៉ាទីស្បូងមកហើយបែរមុខទៅស្បូងទៀតបាទបែរមុខទៅស្បូងក៏បានបែរមុខទៅកើតក៏បានអញ្ចឹងក្នុងពីរទិសនេះយើងណែនាំឲ្យប្រើប្រាស់យ៉ាងយូរបំផុតត្រឹម2ម៉ោងបានហើយព្រោះថាទិសនេះវាមានធម្មពលដោយត្បូងវាមិនសូវអីទេបាទអញ្ចឹងអាទិសខាងកើតបាទអញ្ចឹងទិសខាងកើតហ្នឹងក៏រៀបចំកិច្ចការងារទាំងឡាយហ្នឹងគឺថាជំរុញនៅក្នុងកិច្ចការងារល្អនៅក្នុងល្អបាទអញ្ចឹងកាលណាហេតុអីបានល្អហើយប្រើប្រាស់ត្រឹមតែ2ម៉ោងបងប្អូនត្រូវដឹងថាកាលណាយើងផ្ដោតទៅលើលទ្ធផលខ្លាំងពេកខួរក្បាលរបស់យើងនោះវាមានសម្ពាធវានេះខ្លាំងវាអាចធ្វើឲ្យធម្មពលរបស់យើងវាសម្ពាធនៅក្នុងវិចារណញ្ញាណរបស់យើងធ្វើឲ្យយើងនឹងគឺថាលែងខ្វាយខ្វល់សុខភាពគិតរឿងលុយខ្លាំងអញ្ចឹងយើងត្រូវការដកឃ្លា2ម៉ោងហ្នឹងណាយើងដកឃ្លាទៅដើម្បីសម្រួលអរិយាប័ត្រឬក៏អាចរកមនុស្សមួយចំនួនសិនបើសិនជាយើងផ្ដោតទៅលើកត្តាទាំងអស់ហ្នឹងខ្លាំងពេកខ្លាចគេហៅថារបៀបខ្មែរយើងគេហៅឆុងកលាកហេតុអញ្ចឹងដូចយើងឃើញល្អប៉ុន្តែយើងខ្វះមធ្យោបាយខ្វះយុទ្ធសាស្ត្រខ្វះពេលវេលាខ្វះមនុស្សអីចឹងទៅថាអ្វីដែលយើងធ្វើតែឯងហើយចែកដន់សុខភាពយើងអត់ស្រួលអីចឹងទៅហ្នឹងគឺគ្រាន់តែបង្ការទេតែបងប្អូនអាចធ្វើបានអាហ្នឹងគឺអាស្រ័យទៅលើបងប្អូនលោកអ្នកទៅចោះបាទអញ្ចឹងសង្ឃឹមថាបងប្អូនទទួលបានគុណតម្លៃប្រយោជន៍ល្អចេញអំពីការទស្សនាការស្ដាប់នៅក្នុងវីដេអូមួយនេះហើយមានតែសេចក្តីជូនពរភាពរីកចម្រើនគ្រប់យ៉ាងកើតមានដល់លោកអ្នកគ្រប់គ្នាមិនថារិស័យឆ្នាំឆ្លូវនិងរិស័យឆ្នាំដទៃទៀតអ្នកស្ដាប់ទាំងអស់សូមមានប្រយោជន៍បានដូចគ្នាហើយចឹងជូនពរឲ្យសេចក្តីទាំងអស់នោះកើតមានឡើងចំពោះលោកអ្នកឲ្យបានសពកាលគ្រប់ទីកន្លែងជួបគ្នានៅក្នុងវីដេអូល្អៗជាបន្តទៀត